ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចឹងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអំពី basic comment part 2 នៅក្នុង Linux Ubuntu server ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់មួយនៅ comment ចឹងទៅចឹងដំបូងខ្ញុំបាន get IPA ដើម្បីយកវាទៅ ping នៅក្នុង terminal ចឹងខ្ញុំសម្បាក់ terminal ហើយ ping ទៅកាន់ IP address ដែលយើងបាន get មិញហ្នឹងហើយបន្ទាប់មកយើងត្រូវចូលទៅកាន់ SSH add ឈ្មោះserver របស់យើងហើយ add IP address 92.168ចឹងបន្ទាប់មកយើងដាក់ password របស់ server របស់យើងហ្នឹងចឹងអានេះវាចេញហើយចឹងដំបូងខ្ញុំនឹងប្រើប្រាស់នៅ comment who am I ដើម្បីសួរថា user ដែលខ្ញុំកំពុង login ហ្នឹងឈ្មោះអីគេចឹង user ដែលខ្ញុំកំពុង login ហ្នឹងឈ្មោះ Lisa ហើយបន្ទាប់មកខ្ញុំនឹងប្រើនៅ comment pwd ដែល pwd ហ្នឹងមកពាក្យពេញថា present working directory ដែលអាហ្នឹង comment ហ្នឹងប្រើដើម្បីដឹងថាយើងហ្នឹងនៅ directory មួយណាអីចឹងបន្ទាប់មកខ្ញុំប្រើប្រាស់នៅ comment hostname ចឹងអា hostname ហ្នឹងវានឹង show name នៅលើ computer របស់យើងហ្នឹងចឹងខ្ញុំឈ្មោះ Ubuntu server នេះបន្ទាប់មកទៀតខ្ញុំនឹងបង្កើត file មួយដែលឈ្មោះថា file text ចឹង text ហ្នឹង comment ហ្នឹងសម្រាប់បង្កើត file បន្ទាប់មកយើងដាក់ file.txt ហ្នឹងគឺជាឈ្មោះ file ដែលយើងត្រូវបង្កើតបន្ទាប់មកយើង ls ដើម្បី show ឈ្មោះអីចឹងទៅហើយបន្ទាប់មកខ្ញុំនឹងបង្កើតប្រើ comment nano file .txt ចឹងអាហ្នឹងយើងប្រើសម្រាប់ទៅសេនៅក្នុង file ហ្នឹងអីចឹងមកដល់កន្លែងនេះយើងអាចទៅសេបានយើងទៅសេអីគេក៏បានដែរនៅក្នុងហ្នឹងចឹងខ្ញុំសេ Incitec Instituteបន្ទាប់ពីយើងទៅសេហើយយើងចុច Ctrl X ដើម្បីចាក់ចេញពីកន្លែងទៅសេ nano ហ្នឹងចឹងបន្ទាប់មកយើងប្រើនៅcomment cat file.txt ចឹង comment អា cat ហ្នឹងវាសូននៅ text ដែលមាននៅក្នុង file ដែលយើងបានទៅសេនៅក្នុង nano មិញហ្នឹងចឹងយើងប្រើ comment cat ដើម្បីចាប់វាបន្ទាប់មកយើង enter មកចឹងនេះអ្វីដែលខ្ញុំបានទៅសេមុនហ្នឹងហើយបន្ទាប់មកខ្ញុំប្រើនៅ comment mkdir ចឹង comment mkdir ហ្នឹងមកពាក្យពេញថា making directory ដែលអា comment មួយហ្នឹងប្រើសម្រាប់យើងបង្កើត folder ចឹង mkdir ហ្នឹងបង្កើត folder ហើយបន្ទាប់មកយើងដាក់ឈ្មោះ folder ដែលយើងចង់ដាក់ចឹងខ្ញុំដាក់ dir name ហើយយើង enter មកបន្ទាប់មកទៀតយើង list វាមកមើលមកចឹងនេះ comment វានឹង load មក dir name ដែលយើងបានបង្កើត folder ហ្នឹងចឹងអាពួក នេះអីគឺជាអ្វីចាស់ដែលខ្ញុំបានបង្កើតទេបន្ទាប់មកទៀតយើងប្រើ comment cd dir name ចឹង comment មួយនឹងដែរប្រើសម្រាប់យើង change directory ដើម្បីចូលទៅកាន់dir name folder dir name នេះចឹងបន្ទាប់មកទៀតយើង pwd មកវានឹង show ទីតាំងដែលយើងបានឈរនៅនឹងនេះបន្ទាប់មកទៀតយើង cd dotដើម្បីចេញពី folder នឹងមួយបន្ទាប់មកទៀតយើង pwd មើលម្ដងទៀតមកចឹងនេះវាទៅចូលទៅកាន់home យើងធម្មតាវិញហើយបន្ទាប់មកយើងប្រើនៅ comment ls ដើម្បី check មើល list ឬក៏ folder អីចឹងបន្ទាប់មកទៀតខ្ញុំប្រើ
comment cp file text name slash ដើម្បី copy file នឹងទុកចឹងcp ហ្នឹងគឺជា comment មួយដែលប្រើសម្រាប់ copy អញ្ចឹងអានេះខ្ញុំទៅសេអញ្ចឹងវាមានន័យថាខ្ញុំ copy អា file ដែលឈ្មោះ txt ហ្នឹងទៅកាន់dname នេះវិញអញ្ចឹងខ្ញុំ enter ហើយតោះមកខ្ញុំចុច ls ដើម្បី check មើលបន្ទាប់មកខ្ញុំប្រើ command cd dname ដើម្បីចូលទៅកាន់folder dname ហ្នឹងអញ្ចឹងចាំមើលពេលដែលខ្ញុំចុចចឹងវានឹង change directory ចូលទៅកាន់ dname នេះបន្ទាប់មកយើង ls list មើលដើម្បី list មើលបន្ទាប់មកទៀតយើងប្រើនៅ command rm ដែល command rm ហ្នឹងប្រើសម្រាប់delete file យើង remove អញ្ចឹងខ្ញុំចង់ remove file .txt អញ្ចឹងខ្ញុំ enter តោះមកខ្ញុំ list មើល remove file អញ្ចឹងខ្ញុំប្រើ command back សិន cd enter មកហើយខ្ញុំcopy វាម្ដង ls អញ្ចឹងអានេះវាបាន delete នៅ file ដែលឈ្មោះ txt ហ្នឹងអញ្ចឹងខ្ញុំ copy file .txt ហ្នឹងដើម្បី copy វាម្ដងទៀតបន្ទាប់មកយើងប្រើនៅ command cd dname slash ដើម្បីចូលទៅកាន់folder ឈ្មោះ dname ហ្នឹង cd file ចឹងអានេះវាបានចូលទៅកាន់ folder dname ហ្នឹងបន្ទាប់មកយើងត្រូវការ copy file ហ្នឹងដើម្បីធ្វើជា backup នៅពេលដែលយើងមានបញ្ហានៅ file ណាមួយចឹងយើងបាន backup file ហ្នឹងទុកចឹងទៅចឹងយើងប្រើ command cp file.txt file.txt back នេះចឹងកន្លែង command មួយហ្នឹងមានន័យថាកន្លែង cp នេះគឺយើង copy អញ្ចឹងយើង copy ពី file txt ហ្នឹងហើយយើងយកអា file txt.back នេះមានន័យថាយើង copy អា file txt ហ្នឹងដើម្បី backup ទុកអញ្ចឹងយើង enter មកហើយបន្ទាប់មកទៀតយើងប្រើ command ls សម្រាប់យើង show file អញ្ចឹងអានេះយើងបានអីដែលយើងបាន list មកមានប៉ុណ្នេះហើយបន្ទាប់មកទៀតយើងប្រើ command cat file ហ្នឹងដើម្បីយើងមើលទៅលើ text ដែលយើងបានទៅសេមុនហ្នឹងនៅក្នុង nano ហ្នឹងអញ្ចឹងយើងដាក់ cat file.txt អូខេអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំបានទៅសេមុនហ្នឹង City Institute នេះហើយនឹង my name ឈ្មោះរបស់ខ្ញុំគ្រប់នឹងខ្ញុំរៀនឆ្នាំទីម៉ែននៅសាលាណាអញ្ចឹងហើយបន្ទាប់មកទៀតយើងប្រើនៅ command cd វិញ cd dot ដើម្បីយើងចេញពី folder ឈ្មោះ dname ហ្នឹងចឹងឥឡូវយើងពេលយើងដែលយើងចេញហើយខ្ញុំនឹងបង្កើត folder ថ្មីមួយទៀតដែលមានឈ្មោះថា dname 2អញ្ចឹងcomment បង្កើតសម្រាប់ comment សម្រាប់បង្កើត folder ឈ្មោះ mkdir ហើយតោះមកយើងដាក់ឈ្មោះ folder ដែលយើងចង់ដាក់មកកន្លែងនេះយើងចង់ដាក់ឈ្មោះអីគេក៏បានដែរអញ្ចឹងខ្ញុំសូមដាក់ dname 2ចឹងខ្ញុំបានបង្កើត folder ថ្មីមួយហើយឈ្មោះ dname 2តោះមកយើង ls មើលដើម្បីមើលចឹងនេះឈ្មោះដែលខ្ញុំបានបង្កើត folder មួយហ្នឹងមិញហ្នឹង dname 2នេះហើយបន្ទាប់មកទៀតខ្ញុំនឹង list ឲ្យមើលហើយចឹងបន្ទាប់មកខ្ញុំនឹងremove folder ហ្នឹង remove folder ដែលមានឈ្មោះថា dname 2អញ្ចឹងកន្លែង remove ហ្នឹងយើងចង់ប្រើសម្រាប់ remove file ក៏បាន remove folder ក៏បានអញ្ចឹង comment ដែលប្រើសម្រាប់
remove folder ហ្នឹងយើងប្រើ rm dia ហើយបន្ទាប់មកrm ហ្នឹង remove យើង remove directory មួយណាអញ្ចឹងខ្ញុំ remove នៅ folder dia name អញ្ចឹងយើងដាក់ឈ្មោះ dia name folder ដែលយើងចង់ remove ហ្នឹងមកអញ្ចឹងបន្ទាប់មកខ្ញុំ ls អញ្ចឹងកន្លែងនេះវាបាត់dia name 2ហ្នឹងបាត់ហើយដោយសារតែខ្ញុំបាន remove វាហើយអញ្ចឹងវាបាត់ហើយបន្ទាប់មកទៀតខ្ញុំនឹងប្រើ comment ដើម្បីបង្កើតនៅ folder ហ្នឹងម្ដងទៀតអញ្ចឹង mkdir ដដែល dia name 2អានេះខ្ញុំបង្កើតវាសារឡើងវិញអញ្ចឹងបន្ទាប់មកខ្ញុំនឹងប្រើប្រាស់ comment មួយដែលមានឈ្មោះថា rm dia.v ហើយនឹង dia name ចឹងសម្រាប់ comment មួយនេះវាមានន័យថាrm.r ហ្នឹងមានន័យថា remove directory with file ហើយអា .v ហ្នឹងវានឹង show message ចឹងបន្ទាប់មកខ្ញុំនឹង enter វាមកចឹងនេះវានឹង show នៅ message ថាយើងបាន remove file ឈ្មោះអីចឹងទៅខ្ញុំ remove file ខុសចឹងខ្ញុំទៅ remove ម្ដងទៀត .v dia name 2ខ្ញុំទៅ remove អា folder dia name 2នេះចឹងនេះវានឹងលុបfile ហើយវានឹង show message ប្រាប់យើងបន្តមកទៀតយើងនឹងប្រើប្រាស់នៅ comment rm ចឹងអានេះខ្ញុំប្រើ comment បន្តមកខ្ញុំនឹង move ប្រើ comment move ចឹង comment move យើងទៅសេកាត់ដោយ mv ហើយបន្តមកយើងដាក់ឈ្មោះ file ដែលយើងបានបង្កើតនឹងអញ្ចឹងឈ្មោះ file ដែលខ្ញុំបានបង្កើតឈ្មោះ file.txt បន្តមកយើងដាក់ឈ្មោះដែលយើងចង់បដូរទៅជា file ឈ្មោះអីគេចឹងទៅអញ្ចឹងអានេះខ្ញុំដូរទៅជា svp.6.txt អញ្ចឹងmv ហ្នឹងមានន័យថាយើង move អញ្ចឹងមានន័យថា comment មួយ line ហ្នឹងយើង move ពី file.txt ហ្នឹងទៅជា svp.6.txt វិញអញ្ចឹងខ្ញុំ enter ហើយបន្តមកទៀតខ្ញុំនឹង show list ដើម្បីបង្ហាញឲ្យមើលដែលចុច comment ls ហ្នឹងវានឹង show list ឬដែល show list ដែលមានដូចជា file ឬក៏ folder ដែលយើងមានហ្នឹងអញ្ចឹងអានេះវាបាន move ហើយពី svp ពី file.txt ហ្នឹងទៅជា svp.6.txt នេះហើយបន្តមកទៀតខ្ញុំនឹងប្រើប្រាស់នៅ comment cat ដើម្បី show text ដែលយើងបានសរសេរអញ្ចឹងខ្ញុំប្រើ comment cat svp.6.txt អញ្ចឹងនេះនៅពេលដែលយើង change ឈ្មោះ file ហើយខ្ញុំទៅចាប់ឈ្មោះ file ថ្មីដែលខ្ញុំបានបង្កើត svp.6.txt ហ្នឹងវានឹង show កន្លែង text ដែលយើងបានសរសេរនៅក្នុង nano ហ្នឹងអញ្ចឹងអានេះមានន័យថាយើងបានmove file ហ្នឹងបានជោគជ័យហើយដោយសារដំបូងខ្ញុំបានបង្កើត file ឈ្មោះថាfile name.txt អញ្ចឹងឥឡូវខ្ញុំបាន change វាទៅជា svp.6 អញ្ចឹងនេះគឺជាអ្វីដែលខ្ញុំបានសរសេរអញ្ចឹងបន្តមកទៀតខ្ញុំនឹងប្រើប្រាស់នៅ comment clear ដើម្បីបញ្ចប់នៅវីដេអូហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូនិងជំរាបលាអ្នកទាំងអស់គ្នា